បាទលំអោនកាយគ្រប់ជម្រាបសួរបងប្អូនទាំងអស់គ្នាពីចម្ងាយតាមរយៈកញ្ចក់ទូរស័ព្ទរបស់ខ្ញុំបាទនិងការធ្វើវីដេអូរបស់ខ្ញុំបាទក៏ដូចជាសួស្តីទៅកាន់បងប្អូនយុវវ័យបាទថ្ងៃនេះខ្ញុំចង់និយាយរឿង Ren David ជាមួយនឹងធនមីហុងតិចបងប្អូនពីព្រោះថាយើងឃើញថាមួយរយៈដែលមួយសប្តាហ៍នេះណាគឺផ្ទុះការវែកញែកច្រើនមែនតើតាក់ទងជាមួយនឹង Ren David និងធនអូខេនឹងធនមីហុងបាទនឹងធនមីហុងបាទគឺកីឡាករទាំងពីរនេះគឺគាត់មានមួយក្បាច់ម្នាក់បងប្អូនគឺគាត់មានមួយក្បាច់ម្នាក់ Ren David គឺជាកីឡាករក្បាច់ល្អចេញចូលលឿនបាទចេញចូលលឿនគាត់ថា Ren David គាត់មានចំណុចខ្សោយត្រង់តែពេលគាត់ឆាប់ចាញ់ជំងឺបងប្អូនណាបាទគេហៅឆាប់ចាញ់ជំងឺគាត់ត្រូវល្មមអីគឺឧទាហរណ៍ថាត្រូវរៀងសំណំអីទៅហ្នឹងគឺអាចទៅហើយបងប្អូនបាទតែបើនិយាយពីក្បាច់គឺ Ren David ល្អមែនតើបងប្អូនគឺល្អមែនតើចេញចូលលឿនហើយនឹង Deplace លឿនបាទខ្ញុំសរសើរថា Ren David គាត់លឿនតែគាត់ Ren David គាត់មានចំណុចខ្សោយមួយគឺរៀងថាចាញ់គេហៅចាញ់ជំងឺណាចាញ់ជំងឺបើសិនជាត្រូវឲ្យធ្ងន់គឺអាចសន្លប់លឿនបាទនេះខ្ញុំវាតម្លៃសិនណាខ្ញុំអត់តទូទាយទេបងប្អូនបាទថ្ងៃនេះគឺមកទូទាយកីឡាករពីររូបហ្នឹង Ren David និងធនមីហុងតែមុននឹងទូទាយគឺខ្ញុំបកស្រាយឲ្យបងប្អូនទាំងអស់គ្នាស្ដាប់សិនបាទចំពោះ Ren David ដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺជាកីឡាករមួយឆ្លាតវាយល្អតែគ្រាន់តែថាគាត់ស៊ូគាត់អន់ហើយនឹងឆាប់ចាញ់ជំងឺបាទឥឡូវបកមកធនមីហុងបាទធនមីហុងគឺជាកីឡាករដែលកំពុងតែឡើងជើងខ្លាំងមែនទែនមួយរយៈក្រោយនេះបាទបន្ទាប់ពីគាត់ទទួលបានខ្សែក្រវ៉ាត់ពីស្ថានីយ៍ទូរទស្សន៍ហងមាសណាបាទខ្សែក្រវ៉ាត់ប្រាក់អញ្ចឹងកាលហ្នឹងគាត់វាយជាមួយនឹងខំគោលខ្លាគឺ5ទឹកបាទគឺធនមីហុងវាយអត់មានដកដៃទេបងប្អូនបាទមានន័យថាធនមីហុងគឺជាកីឡាករមួយធនជំងឺមែនតើបាទហើយភាគច្រើនគាត់លេងប្រកួតគឺគាត់អត់ដែលប្រកួតកង់ធម្មតាក្នុង10ប្រកួតគឺកង់ចេញម្រាមទាំង8ឬក៏9ប្រកួតបាត់ហើយបាទអញ្ចឹងហើយការប្រកួតរបស់គាត់នេះទៀតសោះគឺរវាងកីឡាករ Ren David និងធនមីហុងគឺប្រកួតដណ្ដើមខ្សែក្រវ៉ាត់កង់ចេញម្រាមគឺ super របស់ធនមីហុងសុទ្ធតែម្ដងបងប្អូន Ren David គាត់កង់ចេញម្រាមគាត់អត់សូវជំនាញទេគាត់ជំនាញតែកង់ធម្មតាតែមួយប្រកួតនេះគឺ Ren David គាត់យល់ព្រមប្រកួតកង់ចេញម្រាមជាមួយនឹងធនមីហុងបាទហើយចំធនមីហុងគឺអ្នកជំនាញលេងកង់ចេញម្រាមទៀតដោយពេលសម្បត្តិអញ្ចឹងបាទហើយធនមីហុងមួយរយៈចុងក្រោយដូចមេខាដើមនេះគឺឡើងជើងខ្លាំងមែនទែនបងប្អូនឡើងជើងខ្លាំងមែនទែនជួបបរទេសគឺបរទេសស្ពៃរបស់គាត់រហូតតែម្ដងបាទអញ្ចឹងចាំមើលតែកីឡាករទាំងពីរនេះគាត់ប្រកួតគ្នាស្វិតស្វាញយ៉ាងណាបាទហើយប្រកួតគ្នាជក់ចិត្តយ៉ាងណាពីព្រោះថាគូដណ្ដើមខ្សែក្រវ៉ាត់តែងតែមានមួយឈ្នះមួយចាញ់អត់អាចស្មើបានទេបងប្អូនណាបាទអញ្ចឹងហើយគឺមួយប្រកួតនេះបងប្អូនរើសយកខាងណាបងប្អូនរើសយក Ren David ឬក៏រើសយកធនមីហុងបាទសម្រាប់ខ្ញុំដាក់បន្ទុកជូនតែម្ដងដោយសារតែឃើញធនមីហុងគឺជាកីឡាករធននឹងជំងឺហើយកំពុងតែឡើងជើងផងដែរហើយមិនត្រឹមតែប៉ុណ្ណោះគឺកីឡាករធនមីហុងគឺគាត់ចូល super របស់គាត់ហើយកង់ចេញម្រាមអញ្ចឹងខ្ញុំឲ្យធនមីហុង70បាទឲ្យធនមីហុង70% បាទរីឯ Ren David គឺខ្ញុំឲ្យ30% អញ្ចឹងមិនបាច់និយាយច្រើនទេគឺខ្ញុំឲ្យធនមីហុងលើស Ren David ដែរអញ្ចឹងណាអញ្ចឹង30% Ren David និង70%ធនមីហុងហើយតេតូជាមួយលោកគ្រូមហាដឹងណាគ្រូបញ្ញាអធិស្ឋានគាត់ថាគាត់រើសខុសពីខ្ញុំគាត់រើសធនមីហុង 100% គាត់ថា Ren David នឹងសន្លប់អញ្ចឹងណាបាទអញ្ចឹងចាំមើលតើការទូទាយរវាងខ្ញុំលោកគ្រូសុងបញ្ញានិងលោកគ្រូមួយរូបទៀតនឹងបងប្អូនដទៃទូទាយដូចខ្ញុំឬក៏ខុសខ្ញុំចាំមើលតើ
ngày bậc côn ngày mà phay buôn mà phay buôn phay bèmហ្នឹងចាំមើលតើកីឡាកររូបណាដែលគ្រងខ្សែក្រវ៉ាត់បងប្អូនណាបាទបងប្អូនអាចតម្លាក់ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំតើបងប្អូនគាំទ្រកីឡាកររូបណាហើយអធិស្ឋាននេះគឺជាការទូទាយទេមិនមែនជាការវែកញែកដឹងច្បាស់លាស់ហើយទេបាទគ្រាន់ជាការទូទាយដើម្បីយើងចង់ដឹងថាការទូទាយរបស់យើងគឺច្បាស់ឬយ៉ាងណាបងប្អូនអាចទូទាយនៅខាងក្រោមវីដេអូរបស់ខ្ញុំហើយអធិស្ឋានដល់បងប្អូនដែលជា fan របស់ Ren David បាទថាក៏លោថាខ្ញុំទូទាយលំអៀងអីចឹងណាបាទហើយក៏សូមអធិស្ឋានទៅដល់បងប្អូនដែលគាំទ្រធនមីហុងបាទគាំទ្រកីឡាករទាំងពីរគឺមាន fan ដូចគ្នាអញ្ចឹងសូមមេត្តាអធិស្ឋានហើយបងប្អូនអាចទូទាយនៅខាងក្រោមវីដេអូដាក់ comment មកបងប្អូនរើសយក Ren David ក៏បានបងប្អូនអាចរើសយកធនមីហុងជាអ្នកឈ្នះក៏បានអញ្ចឹងកីឡាករទាំងពីរគឺជាកីឡាករកម្ពុជាដូចគ្នាយើងទូទាយដើម្បីគ្រាន់តែជាការគេហៅថាលេងហ្គេមមួយដើម្បី challenge គ្នាថាតើការជ្រើសរើសរបស់យើងត្រូវឬអត់រីឯការប្រកួតនឹងលទ្ធផលទៅជាយ៉ាងណានោះគឺជាសេចក្តីការសម្រេចនិងសេចក្តីសម្រេចរបស់ចៅក្រមនិងអាជ្ញាកណ្ដាលបាទតែបើសិនជាសន្លប់នោះគឺជាការមិនមែនជាការកាត់ក្តីរបស់ចៅក្រមនិងអាជ្ញាកណ្ដាលទេគឺជាការប្រកួតបែបឲ្យដាច់ស្រេចបាទអញ្ចឹងណាអញ្ចឹងសង្ឃឹមថាធនមីហុងនិង Ren David គឺមិនធ្វើឲ្យលោកអាជ្ញាកណ្ដាលនិងចៅក្រមដាក់បន្ទុកពិបាកទេបាទអញ្ចឹងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ឬក៏ការ live តាមទូរទស្សន៍របស់ TVK ទាំងអស់គ្នារួមទាំងខ្ញុំផងដែរបាទតោះឥឡូវចាំទាយទាំងអស់គ្នាបងប្អូនណាបាទពីខ្ញុំ admin Radi កុំភ្លេចចូលទូទាយទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាជូនពរបងប្អូនពុកម៉ែតាយាយបងប្អូនដល់គ្នាសុខសប្បាយរកទទួលទាយមានបានគ្រប់ក្រុមគ្រួសារជាពិសេសបងប្អូនបងតបជួបមុខទាំងអស់គ្នាជូនពរសុខសប្បាយជូនពរបងប្អូននៅតាមតំបន់ជំរំភាសាក៏ដូចជាបងប្អូនដែលនៅតាមព្រំដែនទាំងអស់គ្នាសូមបងប្អូនសុខសប្បាយទាំងអស់គ្នាបាទអញ្ចឹងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាជាមួយខ្ញុំអូខេជម្រាបលាម្ដងទៀតបាយបាយ